ពេលតែទីសព្ទាទៀតមុននឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនហើយនាំជារៀបទីពេលទៅមកចាត់តាកិច្ចផ្លូវការនៅកម្ពុជាក្នុងគម្រោងចាត់តាកិច្ចផ្លូវការ3ប្រទេសម៉ាឡេស៊ីវៀតណាមនិងកម្ពុជាដែលបង្ហាញអំពីភាពរឹងមាំនៃសន្តិភាពរបស់កម្ពុជាគឺយើងធ្វើពិធីសម្ពោធហើយឡៃទៅថ្ងៃនេះគឺចង់ឲ្យប្រជាពលរដ្ឋទាំងប្រជាពលរដ្ឋកម្ពុជារដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនគ្មានគោលបំណងថ្ងៃមុនអតីតកាលថ្ងៃនេះឬថ្ងៃមុខនៅក្នុងការរំលោភអធិរដ្ឋធម្មនុញ្ញរបស់ខ្លួនតាមរយៈការឲ្យប្រទេសណាកងទ័ពតាមបទមូលដ្ឋានកងទ័ពផ្ដាច់ពុកទៅលើទឹកដីកម្ពុជានោះទេទាំងបរិមាណនិងគុណភាពដើម្បីបម្រើឲ្យវិស័យកម្ពុជាកាន់តែមានប្រសិទ្ធភាពបុគ្គលបណ្ដាដែលចាប់មិនមែនចាប់តែកប៉ាល់ចម្បាំងទេតែចាប់ផ្ដើមពីថ្ងៃនេះទៅកម្ពុជានឹងស្វាគមន៍នៅភាគីមិត្តទាំងអស់ដែលមកវឹកវើរួមគ្នាទៅមូលដ្ឋានយើងគ្មានអីចាក់នេះទេ